សួស្តីបងប្អូនទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នានៅរបស់លេងថ្មីមួយដែលខ្ញុំទៅតែបានសាកល្បងបង្កើតឡើងហើយតេស្តឲ្យបងប្អូនមើលបាទអញ្ចឹងនេះវាគ្រាន់តែជាការចាប់ផ្ដើមទេហើយយើងនៅមានសាច់រឿងជាច្រើនដែលយើងនឹងត្រូវធ្វើបន្ថែមទៀតដើម្បីឲ្យបានកាន់តែល្អបន្ថែមទៀតអញ្ចឹងនៅកន្លែងនេះខ្ញុំបានបង្កើតនៅ live chat មានន័យថាយើងអាចនិយាយផ្ទាល់មាត់បាទគឺនិយាយឆ្លងឆ្លើយដូចយើងនិយាយទៅនិយាយមកអញ្ចឹងណាបាទយើងអាចនិយាយឆ្លងឆ្លើយគ្នាបានហើយមានប្រុសមានស្រីអញ្ចឹងទៅបាទមានប្រុសមានស្រីហើយយើងអាចឆាតជាអក្សរក៏បានយើងអាចបំលែងអត្ថបទរបស់យើងពី PDF ទៅជាកម្មវិធី Word បានដែរដោយយើងបដោតសំខាន់គឺបដោតទៅលើអក្សរខ្មែរបដោតទៅលើអក្សរខ្មែរដោយសារកន្លងមកអក្សរខ្មែរពេលណាដែលយើង convert អីគឺវាដាច់ជើងអញ្ចឹងណាអញ្ចឹងខ្ញុំក៏ផ្សាកធ្វើអញ្ចឹងទៅជាលទ្ធផលឃើញថាបានល្អគួរសមហើយវាក៏អាច support ទៅលើ table ដែរទៅលើតារាងទោះបីជាវាមិនទាន់ល្អ 100% ប៉ុន្តែអត្ថបទយើងបែបជាលក្ខណៈតារាងអីគឺវាអាចចេញមកវិញជាតារាងដែរគាត់តែថាបោះគេតារាងដើមអញ្ចឹងវារៀងធំអញ្ចឹងទៅដល់ពេលយើងបោះយើង convert ហើយវាតារាងតូចអញ្ចឹងណាប៉ុន្តែតារាងគឺវាចេញមកដែរអញ្ចឹងណាបាទហើយតកតទៅនឹងអក្សរអីគឺដូចជាមិនបាត់ដៃបាត់ជើងទេគឺពាក្យពេចន៍អីគឺមកវិញធម្មតាបាទហើយមួយទៀតគឺខ្ញុំមានកន្លែងបង្កើតរូបភាពដែរគឺយើងទៅសេ prompt ទៅគឺវាបង្កើតរូបមកឲ្យយើងដែរហើយមួយទៀតគឺយើងមានកន្លែងដូចជាដូរខោអាវអញ្ចឹងទៅបាទយើងដាក់រូបយើងចូលមួយមកហើយបន្ទាប់មកទៀតយើងដាក់អាវចូលមកយើងចង់ពាក់អាវអីយើងដាក់អាវមកបន្ទាប់មកគឺវានឹងរ៉ាន់យកអាវហ្នឹងពាក់ឲ្យយើងតែម្ដងបាទហើយល្អដែរឥឡូវនេះខ្ញុំទាំងអស់នេះវាគ្រាន់តែជាការចាប់ផ្ដើមទេអញ្ចឹងវានៅចំណុចខ្វះខាតច្រើនទៀតដែលខ្ញុំនឹងត្រូវធ្វើការកែលម្អបន្ថែមឥឡូវខ្ញុំចង់សូមបង្ហាញបងប្អូនតេស្តទៅលើ live chat មួយសិនបាទ live chat ឥឡូវខ្ញុំសូមនិយាយជាមួយនឹង Query ដែលជាភេទស្រីសិនដើម្បីធ្វើការតេស្តចឹងសូមបងប្អូនតែចាំស្ដាប់ទាំងអស់គ្នាសូមជម្រាបសួរតើខ្ញុំអាចជួយអ្វីបានខ្ញុំចង់ដឹងព័ត៌មានខ្លះៗនៅក្នុងប្រទេសកម្ពុជាអូខេតើលោកអ្នកចង់ដឹងព័ត៌មានបែបណាដូចជាព័ត៌មានសង្គមសេដ្ឋកិច្ចឬក៏វប្បធម៌ខ្ញុំចង់ដឹងព័ត៌មានអំពីសង្គមជាទូទៅព័ត៌មានសង្គមនៅកម្ពុជារួមមានការអភិវឌ្ឍបញ្ហាប្រឈមនិងកិច្ចការផ្សេងៗដែលពាក់ព័ន្ធដល់ជីវភាពប្រជាជនតើលោកអ្នកចង់ដឹងចំណុចណាមួយច្បាស់លាស់ទេអូខេឥឡូវខ្ញុំសូមបដូរប្រធានបទវិញឥឡូវនេះសូមប្រាប់ខ្ញុំអំពីតំបន់ទេសចរនៅក្នុងប្រទេសកម្ពុជាបានទេពិតជាបានកម្ពុជាមានតំបន់ទេសចរដ៏ទាក់ទាញជាច្រើនដូចជាប្រាសាទអង្គរវត្តនៅសៀមរាបតំបន់ឆ្នេរដ៏ស្រស់ស្អាតនៃខេត្តសៀមហនុកោះរ៉ុងនិងក៏មានតំបន់ធម្មជាតិផ្សេងៗទៀតតើបាទអញ្ចឹងយើងឃើញថាគាត់និយាយបានល្អគួរសមពេលខ្លះវាមានបញ្ហារៀងរអាក់រអួលបន្តិចដែរបើសិនបើអ៊ីនធឺណិតរបស់យើងវា slow ឬក៏ connection របស់យើងមិនសូវ stable អញ្ចឹងធ្វើឲ្យកិច្ចសន្ទនានេះវាអាចមានការដាច់ដែរឬក៏រអាក់រអួលដែរអញ្ចឹងបើសិនជាក្នុងករណីជាក់ស្ដែងដូចបងប្អូនបានឃើញនេះគឺពេលខ្លះវាអ៊ីនធឺណិតយើងអត់សូវដើរល្អអញ្ចឹងវាអាចធ្វើឲ្យមានបញ្ហារអាក់រអួលដែរប៉ុន្តែយើងអាចចាប់ផ្ដើមម្ដងទៀតបានយើងអាចចុចហើយយើងជជែកជាមួយគាត់ម្ដងទៀតបានដូចគ្នាអូឥឡូវខ្ញុំសូមដូរទៅជាភេទប្រុសវិញបាទភេទប្រុសវិញហើយខ្ញុំចាប់ផ្ដើមឆាតបន្តជំរាបសួរមានអីខ្ញុំជួយបានទេខ្ញុំចង់ដើរលេងនៅក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជាសូមណែនាំកន្លែងសំខាន់ឲ្យខ្ញុំបន្តិចមកអូខេភ្នំពេញមានកន្លែងគំលានច្រើនមែនទែនដូចជាព្រះបរមរាជវាំងសារមន្ទីរជាតិវត្តភ្នំនិងមជ្ឈមណ្ឌលទួលស្លែងសុទ្ធតែជាកន្លែងទាក់ទាញខ្លាំងមែនទែន
trong tới mơ cả lại mới ná muốn kế ខ្ញុំចង់ទៅសារមន្ទីរទួលស្លែងអាចប្រាប់ខ្ញុំព័ត៌មានខ្លះៗអំពីទីនោះបានទេ សារមន្ទីរទួលស្លែងជាកំឡែងដែលមានប្រវត្តិសាស្ត្រសំខាន់មែនទែនក្នុងសម័យខ្មែរក្រហមពីមុនកន្លែងហ្នឹងគឺជាសាលារៀនតែក្រោយមកក្លាយជាមន្ទីរឃុំឃាំងស24ពេលទៅដល់នោះយើងអាចមើលឃើញទីតាំងនិងសល់ផុសតាំងជាច្រើនដែលបង្ហាញអំពីរបបដ៏សែនជូរចត់វាជាកន្លែងមួយដែលធ្វើឲ្យយើងចងចាំនៅប្រវត្តិសាស្ត្រដ៏សោកសៅរបស់ជាតិ អូខេល្អនិយាយអញ្ចឹងតើអ្នកមានឈ្មោះអ្វីដែរ ខ្ញុំឈ្មោះសំវិចិត្រជាជំនួយការឆ្លាតវៃរីករាយដែលបានជជែកជាមួយអ្នក អូខេអរគុណច្រើនឥឡូវនេះយើងដូរប្រធានបទខ្ញុំចង់ឲ្យអ្នកនិយាយរឿងកំ pl ែងឲ្យខ្ញុំម្ដងសូមនិយាយរឿងកំ pl ែងឲ្យខ្ញុំមួយមកហើយប្រសិនជាអាចអ្នកជួយសើចឲ្យផង រឿងកំ pl ែងណាចាំតិចមានមួយតើពេលណាទើបត្រីទៅសាលារៀន ប្រហែលជាត្រីអត់មានកង់ជិះ ខុសហើយគឺពេលត្រីធ្វើជាសិស្សសមុទ្រ អូខេល្អណាស់បាទទីបំផុតអ្នកធ្វើឲ្យខ្ញុំសើច សប្បាយចិត្តអត់ចង់ស្ដាប់រឿងកំ pl ែងមួយទៀតទេ បាទសូមរឿងកំ pl ែងមួយទៀតមក អូខេតើឆ្កែអីដែលដើរមិនរួច គឺឆ្កែបាក់ជើង នៅខុសទៀតហើយគឺឆ្កែស្លាប់ អូខេបាទអញ្ចឹងខ្ញុំសូម slash ប៉ុណ្ណេះសិនហើយបងប្អូនឃើញថាគឺល្អគាត់អាចជជែកជាមួយនឹងយើងបានហើយ AI មួយនេះគឺមិនមែនជជែកបានតែភាសាខ្មែរទេណាបាទសូមបញ្ជាក់ថា AI នេះគឺអាចនិយាយបានភាសាផ្សេងទៀតដូចជាភាសាអង់គ្លេសភាសាវៀតណាមភាសាចិននិងភាសាអ្វីផ្សេងទៀតក៏បានដែរសំខាន់បងប្អូនប្រាប់គាត់ទៅបងប្អូនក៏មកគាត់ទៅថាសូមនិយាយភាសាអីនឹងគាត់នឹងនិយាយជាមួយនឹងបងប្អូនហើយបាទអញ្ចឹងនេះវាគ្រាន់តែជាចំណុចចាប់ផ្ដើមដ៏តូចមួយដែលខ្ញុំបានសាកល្បងធ្វើហើយសង្ឃឹមថាវានឹងផ្ដល់ប្រយោជន៍សម្រាប់បងប្អូនចំពោះកម្មវិធីមួយនេះខ្ញុំនឹងដាក់ជូនបងប្អូនប្រើក្នុងពេលឆាប់នេះតែម្ដងបាទអញ្ចឹងអរគុណច្រើនយើងនឹងជួបគ្នាម្ដងទៀតនៅពេលក្រោយឆាប់នេះសូមជម្រាបលាហើយសូមព្រះយេស៊ូវគ្រីស្ទប្រទានពរ